រុស្ស៊ីគម្រាមឲ្យកូរ៉េខាងជើងវាយប្រហារកូរ៉េខាងត្បូងបើកូរ៉េខាងត្បូងផ្ដល់ជំនួយយោធាទៅកាន់អ៊ុយក្រែនអតីតប្រធានាធិបតីនៃប្រទេសរុស្ស៊ីដែលដោះដូរអំណាចគ្នាទៅវិញទៅមកជាមួយនឹងលោកពូទីនគឺឌីមីទ្រីមិនដេវេដេវបានលើកឡើងថាកូរ៉េខាងជើងអាចនឹងផ្គត់ផ្គង់នូវអាវុធទំនើបចុងក្រោយបង្អស់របស់ពួកគេទៅឲ្យកូរ៉េខាងជើងដោយមិនស្ទាក់ស្ទើរនោះទេបន្ទាប់ពីកូរ៉េខាងត្បូងបានផ្ដល់សញ្ញាថាពួកគេអាចបញ្ជូននូវជំនួយយោធាទៅកាន់អ៊ុយក្រែនសរសេរនៅក្នុងបណ្ដាញ Telegram នៅថ្ងៃពុធលោកមិនដេវេដេវបានលើកឡើងថាភាគីថ្មីជាច្រើនទៀតកំពុងតែបង្ហាញខ្លួនចង់ជួយសត្រូវរបស់យើងហើយលោកសម្ដៅទៅលើប្រទេសដែលគាំទ្រដល់អ៊ុយក្រែននៅក្នុងការធ្វើសង្គ្រាមវាបកមកកាន់រុស្ស៊ីវិញមិនវេដេវបានចង្អុលនៅមតិដែលលើកឡើងដោយប្រធានាធិបតីកូរ៉េត្បូងយួនសុកយុលនៅក្នុងសប្តាហ៍នេះដែលនិយាយអំពីការបើកការវាយប្រហារទ្រង់ទ្រាយធំរបស់រុស្ស៊ីមកកាន់អ៊ុយក្រែនបានសម្លាប់ប្រជាជនអ៊ុយក្រែនច្រើនណាស់ហើយវាអាចផ្លាស់ប្ដូរនៅជំហរប្រឆាំងកន្លងមករបស់ក្រុងសេអ៊ូលដែលឈានដល់ដំណាក់កាលនៃការបញ្ជូននៅសេវាវុធទៅកាន់អ៊ុយក្រែនទៀតផងនោះដោយយួនសុកយុលបានប្រាប់មកកាន់ទីភ្នាក់ងារសារព័ត៌មាន Reuters ឲ្យដឹងថាបើសិនជាវាមាននៅស្ថានភាពនៃសហគមន៍អន្តរជាតិមិនអាចទទួលយកបានទៅហើយនៅអេរយាប័តរបស់រុស្ស៊ីនោះដោយការបើកការលុកលុយទ្រង់ទ្រាយធំទៅកាន់ជនស៊ីវិលការសម្លាប់រង្គាលការបំពានយ៉ាងធ្ងន់ធ្ងរទៅលើច្បាប់នៃសង្គ្រាមវាគឺពិបាកសម្រាប់យើងនៅក្នុងការផ្ដល់ឲ្យត្រឹមតែជំនួយហិរញ្ញវត្ថុឬក៏យោធាលោកយួនសុកយុលបាននិយាយថាយើងមិនដែលមាននៅក្នុងការកម្រិតការគ្រប់គ្រងនៅក្នុងការការពារនិងស្ដារប្រទេសដែលត្រូវបានលុកលុយដល់ខុសច្បាប់នៅក្រោមការដែលយើងមានទាំងច្បាប់ក្នុងប្រទេសនិងច្បាប់អន្តរជាតិនេះនោះទេលោកបានបន្ថែមយ៉ាងដូចនេះហើយក៏ប្រាប់ថាទំនាក់ទំនងយើងជាមួយនឹងភាគីដែលពាក់ព័ន្ធនៅក្នុងសង្គ្រាមនិងការអភិវឌ្ឍនៅក្នុងសមរភូមិវាគឺជាវិធានការដ៏សមស្របមួយផងដែរក្រុងមូស្គូបានថ្កោលទោសភ្លាមលើមតិដែលលើកឡើងថាជាចំហអមិត្តឌីមីទ្រីប៉ាស្កូវដែលជាអ្នកនាំពាក្យនៃវិមានក្រមឡាំងបានចេញនូវសេចក្តីរាយការណ៍ព័ត៌មានសង្ខេបប្រចាំថ្ងៃរបស់វិមានក្រមឡាំងឲ្យដឹងថាការចាប់ផ្ដើមនៅក្នុងការផ្គត់ផ្គង់នូវអាវុធគឺជាការបញ្ជាក់អំពីការពាក់ព័ន្ធភាពដែលពួកគេលើកឡើងនោះទេកូរ៉េខាងត្បូងគឺជាប្រទេសមួយដែលត្រូវដឹងថាជាប្រទេសនៅក្នុងចំណោមប្រទេសផលិតនៅគ្រាប់កាំភ្លើងធំបំផុតមួយផងដែរកន្លងមកជារដ្ឋនុយក្លេអ៊ែរហើយនៅក្នុងការលើកឡើងអំពីការទប់ទល់ការវាយប្រហារនុយក្លេអ៊ែរជាការការពារនោះគឺបានទទួលការគាំទ្រពីប្រធានាធិបតី Vladimir Putin យ៉ាងពេញលេញតែម្ដងទៀតតែករណីនេះវាក៏ទន្ទឹមពេលនឹងមានការលើកឡើងពីខាងសេតវិមានឲ្យដឹងថារុស្ស៊ីមានការដោះដូរនៅស្បៀងអាហារសម្រាប់សភាវុធជាមួយនឹងកូរ៉េខាងត្បូងផងដែរដោយអ្នកនាំពាក្យរបស់សេតវិមានលោក John Kirby បានលើកឡើងថាគេបានដឹងអំពីករណីដែលរុស្ស៊ីបញ្ជូននៅប្រតិភូទៅកាន់កូរ៉េខាងជើងហើយនៅក្នុងនោះគេបាននិយាយអំពីកម្មវិធីស្បៀងអាហាររបស់កូរ៉េខាងជើងហើយពាក់ព័ន្ធផងដែរទៅនឹងការដោះដូរដោយក្របរំសាវក្នុងគណៈដែលកូរ៉េខាងជើងគឺបន្ទាប់ពីអ៊ីរ៉ង់តែម្ដងដែលអ៊ីរ៉ង់ត្រូវបានសហរដ្ឋអាមេរិកក៏ដូចជាបណ្ដាក្រុមអ្នកផ្គត់ផ្គង់អាវុធជូនទៅកាន់អ៊ុយក្រែនពីភាគីលោកខាងលិចលើកឡើងថាតាក់ទងជាមួយនឹងដ្រូនគឺភាគច្រើនត្រូវបានបញ្ជូនដោយអ៊ីរ៉ង់ទៅកាន់រុស្ស៊ីដើម្បីយកមកប្រយុទ្ធនៅក្នុងពេលនេះនិងអ៊ុយក្រែនដោយមិននិយាយអំពីភាគីគេដែលទទួលបានអាវុធពីណានោះទេក៏ប៉ុន្តែអ្នកនាំពាក្យនៃក្រសួងការបរទេសរុស្ស៊ី Maria Zakharova បានលើកឡើងថាអាវុធទាំងឡាយណាដែលផ្គត់ផ្គង់ទៅកាន់អ៊ុយក្រែនឯណោះគឺនឹងត្រូវចាត់ទុកថាគឺជាចលនានៃការប្រឆាំងរុស្ស៊ីប្រកបដោយអរិភាពជាចំហតែម្ដងហើយវាធ្វើឲ្យប៉ះពាល់ទី1គឺតកតងជាមួយនឹងទំនាក់ទំនងទ្វេភាគីយ៉ាងអវិជ្ជមានបំផុតការផ្គត់ផ្គង់អាវុធទៅកាន់អ៊ុយក្រែនគឺជាការដែលត្រូវទទួលខុសត្រូវនៅពេលដែលជំហររបស់រុស្ស៊ីគិតនៅក្នុងបញ្ហាយើងមានការព្រួយបារម្ភលើវិស័យសន្តិសុខនិងអត្ថប្រយោជន៍របស់យើងក៏ដូចជាប្រទេសពាក់ព័ន្ធមួយចំនួនហើយលោកស្រីក៏បាននិយាយពាក់ព័ន្ធជាមួយនឹងកូរ៉េខាងត្បូងតែម្ដងទៀតផងដែរដោយចំឈ្មោះថាគណៈដែលកូរ៉េខាងត្បូងមានគោលបំណងនៅក្នុងការជ្រើសរើសអភិក្រមនិយាយអំពីស្ថានភាពនេះយើងក៏លើកឡើងអំពីការគិតគូរអំពីឧបទ្វីបកូរ៉េផងដែរបន្ថែមស្រដៀងគ្នានេះមិនវេដៅបង្ហោះនៅក្នុងបណ្ដាញសង្គមនៅក្នុង Telegram ដោយមិនលើកឡើងអំពីប្រភេទអាវុធអ្វីនោះទេក៏ប៉ុន្តែថាខ្ញុំឆ្ងល់តើប្រជាជននៅក្នុងប្រទេសកូរ៉េខាងត្បូងនឹងនិយាយដូចម្ដេចនៅពេលដែលពួកគេឃើញនៅគំរូនៅអាវុធចុងក្រោយបង្អស់របស់រុស្ស៊ីចិត្តនឹងពួកគេគឺស្ថិតនៅលើទឹកដីនៃប្រទេសជិតខាងដែលជាដៃគូរបស់យើងសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតកូរ៉េឬកូរ៉េស្ថាបនាសម្រាប់អត្ថប្រយោជន៍នៃប្រទេសទាំងពីរអស់រយៈពេល3ទសវត្សរ៍មកហើយឋានទូតរបស់រុស្ស៊ីប្រចាំក្រុងសេអ៊ូលបានចេញសេចក្តីថ្លែងការណ៍យ៉ាងដូចនេះហើយទីភ្នាក់ងារសារព័ត៌មានយ៉ុងហាប់កូរ៉េ
ឥឡូវនេះឃើញថាមេដឹកនាំអង្គការ NATO ទៅធ្វើទស្សនកិច្ចនៅរដ្ឋធានីគីវហើយវត្តមានរបស់លោក Jens Stoltenberg នៅទីក្រុងគីវជាលើកដំបូងដោយបានជួបលោកប្រធានាធិបតីអ៊ុយក្រែនលោក Zelensky គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្ររបស់មេដឹកនាំយោធា NATO ដែលជាអង្គការយោធាតំបន់ដ៏ធំបំផុតនៅអឺរ៉ុបសំណួរដំបូងរបស់ខ្ញុំហេតុអ្វីបានជាអគ្គលេខាធិការ NATO បង្ហាញវត្តមាននៅទីក្រុងគីវហើយបានជួបនឹងលោក Zelensky ប្រធានាធិបតីអ៊ុយក្រែននៅពេលនេះមុននឹងចូលដល់សំណួរនេះខ្ញុំសូមរំលឹកដោយសង្ខេបអំពីសកម្មភាពរបស់លោកអគ្គលេខាធិការយោធា NATO Jens Stoltenberg ដែលមានវត្តមាននៅទីក្រុងគីវនៅថ្ងៃទី20 ខែមេសានេះតាមការចុះផ្សាយរបស់សារព័ត៌មាននៃប្រទេសអ៊ុយក្រែននិងបណ្ដាញផ្សាយព័ត៌មានអន្តរជាតិជាច្រើនបានឲ្យដឹងថាលោកអគ្គលេខាធិការយោធា NATO Jens Stoltenberg បានធ្វើទស្សនកិច្ចនៅទីក្រុងគីវដោយមិនប្រកាសឲ្យដឹងជាមុននោះទេវត្តមានរបស់លោកនៅពេលនេះគួរឲ្យភ្ញាក់ផ្អើលបំផុតចំពោះមេដឹកនាំពិភពលោកនិងអ្នកតាមដានអំពីសង្គ្រាមនៅលើទឹកដីនៃប្រទេសអ៊ុយក្រែនមុននឹងលោកជួបជាមួយនឹងលោក Zelensky នៅវិមានប្រធានាធិបតីលោក Jens Stoltenberg បានទៅពិនិត្យមើលទីតាំងនៃស្នាក់ស្នាមការវាយប្រហាររបស់ទ័ពរុស្ស៊ីនៅលើផ្នែកមួយនៃទីក្រុងគីវនិងបានទៅគោរពវិញ្ញាណក្ខន្ធយុទ្ធជនអ៊ុយក្រែនដែលស្លាប់បាត់បង់ជីវិតដោយសារតែការវាយលុករបស់កងទ័ពរុស្ស៊ីកាលពីខែឧសភាឆ្នាំ2022នៅជាយក្រុងនៃទីក្រុងគីវលោកក៏បានទៅពិនិត្យមើលរថក្រោះរថពាដែករបស់រុស្ស៊ីដែលត្រូវបានទ័ពអ៊ុយក្រែនបាញ់ឆេះនិងរឹបអូសនៅតំបន់នោះផងដែរដោយមានការការពារយ៉ាងរឹងមាំលោក Jens Stoltenberg បានពិនិត្យសង្កេតការណ៍ជុំវិញស្ថានភាពនៅទីក្រុងគីវនៅគណៈដែលការប្រយុទ្ធគ្នាកំពុងប្រព្រឹត្តទៅយ៉ាងបង្ហូរឈាមនៅភាគខាងកើតប្រទេសរវាងកងទ័ពរុស្ស៊ីនិងអ៊ុយក្រែនជាពិសេសគឺនៅក្នុងខេត្តឌូញែកនៃសមរភូមិចំនួន4របស់ខេត្តនេះដែលរុស្ស៊ីប៉ុនប៉ងវាយកឲ្យបានពីអ៊ុយក្រែនប៉ុន្តែมันបានសម្រេចនោះទេគឺជាច្រើនខែមកហើយក្នុងដំណើរទស្សនកិច្ចនេះទីបំផុតលោកបានជួបប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky ជំនួបរវាងលោក Jens Stoltenberg អគ្គលេខាធិការយោធា NATO ដ៏ធំបំផុតនៅអឺរ៉ុបនេះជាមួយនឹងលោក Zelensky ជាលើកដំបូងតែប៉ុណ្ណោះដែលលោក Stoltenberg បង្ហាញវត្តមាននៅក្នុងទឹកដីមួយហែកហួរដោយសង្គ្រាមឈ្លានពាននេះបណ្ដាញផ្សាយព័ត៌មានជាច្រើនបានចាប់រូបភាពនិងការថតបាននៃជំនួបរបស់លោក Jens Stoltenberg ជួបនឹងលោក Zelensky ក្រោយពីជំនួបក្នុងបន្ទប់នៃសាលប្រជុំរបស់ប្រធានាធិបតីនោះលោក Stoltenberg បានថ្លែងដោយសន្យាបដិញ្ញាបន្តទៀតគាំទ្ររដ្ឋាភិបាលរបស់លោក Zelensky អ្នកនយោបាយរបស់លោក Zelensky កងទ័ពរបស់អ៊ុយក្រែនដើម្បីតស៊ូប្រយុទ្ធជាមួយនឹងការឈ្លានពានពីសំណាក់ប្រទេសរុស្ស៊ីលោកនៅតែសន្យាថាគាំទ្រទាំងស្មារតីទាំងសព្វាវុធរហូតទាល់តែអ៊ុយក្រែនរំដោះសេរីភាពរបស់ខ្លួនបានវិញពីរុស្ស៊ីរំដោះទឹកដីរបស់ខ្លួនបានវិញពីរុស្ស៊ីប៉ុន្តែជាការឆ្លើយតបលោក Zelensky នៅតែបន្តទទូចសុំលោកអគ្គលេខាធិការ Jens Stoltenberg នៃអង្គការយោធា NATO នេះជួយអ៊ុយក្រែនរហូតដល់បាត់បញ្ចប់សង្គ្រាមរហូតដល់អ៊ុយក្រែនឈ្នះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីលោកទទូចសុំឲ្យក្រុម NATO បញ្ជូនសព្វាវុធជាពិសេសគឺយន្តហោះចម្បាំងរបស់ NATO ដែលធ្វើឲ្យអ៊ុយក្រែនមានលទ្ធភាពក្នុងការប្រើប្រាស់ទ័ពអាកាសឆ្លើយតបនឹងការឈ្លានពានរបស់រុស្ស៊ីការទៅដល់របស់លោក Jens Stoltenberg នៅទីក្រុងគីវក៏ធ្វើឡើងក្រោយមួយថ្ងៃប៉ុណ្ណោះបន្ទាប់ពីរដ្ឋាភិបាលអ៊ុយក្រែនប្រកាសថាប្រព័ន្ធមីស៊ីលការពារដែនអាកាសដ៏ទំនើបរបស់សហរដ្ឋអាមេរិកគឺ Patriot បានទៅដល់ទឹកដីអ៊ុយក្រែនហើយប្រព័ន្ធមីស៊ីលនេះបញ្ជូនចេញពីប្រទេសអាល្លឺម៉ង់ពីប្រទេសហូឡង់និងសហរដ្ឋអាមេរិកបើតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការពារជាតិអ៊ុយក្រែនគឺប្រព័ន្ធមីស៊ីលនេះដល់ទឹកដីអ៊ុយក្រែននិងស្ថិតនៅក្នុងដៃរបស់កងទ័ពអ៊ុយក្រែនហើយមីស៊ីល Patriot បច្ចេកវិទ្យារបស់សហរដ្ឋអាមេរិកនេះមានអានុភាពនិងមុខងារយ៉ាងសំខាន់និងមានអានុភាពក្នុងការបាញ់ទម្លាក់គ្រាប់មីស៊ីលរបស់ភាគីម្ខាងទៀតដោយងាយចាប់បានសញ្ញានៃការហោះហើររបស់មីស៊ីលភាគីម្ខាងទៀតមីស៊ីលនេះត្រូវបានអាមេរិកប្រើប្រាស់ជោគជ័យទៅហើយនៅក្នុងសង្គ្រាមបញ្ចប់របបផ្ដាច់ការរបស់សាដាមហ៊ូសេន
នៅលើទឹកដីនៃប្រទេសអារ៉ាក់កាលពីឆ្នាំ2003ការទៅដល់របស់លោក Jens Stoltenberg នៅទីក្រុងគីវនេះក៏ធ្វើឡើងចំពេលដែលរថក្រោះធុនធ្ងន់របស់ពួកបច្ចេកប្រទេស Leopard រាប់សិបគ្រឿងនិង Challenger របស់អង់គ្លេសកំពុងតែកងទ័ពអ៊ុយក្រែនប្រើប្រាស់យ៉ាងសកម្មនៅលើសមរភូមិដែលទាំងអស់នេះកើតចេញពីការបដិញ្ញារបស់ NATO ផងរបស់ប្រទេសជាសមាជិក NATO ផងដែលលោកអគ្គលេខា Jens Stoltenberg ជាអ្នកសម្របសម្រួលនិងជាអ្នកតាំងចិត្តខ្ពស់ជួយអ៊ុយក្រែនទទួលបានសព្វាវុធទាំងអស់នេះប៉ុន្តែសំណួរសួរហេតុអ្វីបានជាលោកអគ្គលេខាធិការយោធា NATO បង្ហាញវត្តមាននៅទីក្រុងគីវនៅពេលនេះការពិតលោក Jens Stoltenberg មានផែនការមានបំណងចង់ទៅទីក្រុងគីវជាច្រើនលើកមកហើយប៉ុន្តែលោកនៅតែមិនធ្វើសេចក្តីសម្រេចចិត្តដូចថ្ងៃនេះទេការទៅដល់ទីក្រុងគីវរបស់មេដឹកនាំ NATO រូបនេះគឺជារឿងភ្ញាក់ផ្អើលដោយសារតែស្ថានភាពសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនឈានដល់ដំណាក់កាលថ្មីទៀតហើយព្រោះអ៊ុយក្រែនកំពុងតែប្រុងប្រៀបរៀបចំបើកការវាយប្រហារទ្រង់ទ្រីធំចូលទៅភាគីរុស្ស៊ីនិងរំដោះទឹកដីរបស់អ៊ុយក្រែនមកវិញរាប់ទាំងឧបទ្វីបគ្រីមៀផងដែរវត្តមានរបស់លោក Jens Stoltenberg ដើម្បីលើកទឹកចិត្តប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky លើកទឹកចិត្តអ្នកនយោបាយអ៊ុយក្រែនជាពិសេសគឺកងទ័ពអ៊ុយក្រែនក្នុងបុកប្រហែលដើម្បីការពារសេរីភាពនិងអធិបតេយ្យភាពរបស់អ៊ុយក្រែនវត្តមានរបស់មេដឹកនាំ NATO រូបនេះធ្វើឡើងមុនមួយថ្ងៃប៉ុណ្ណោះដែលលោកត្រូវទៅកាន់ប្រទេសអាល្លឺម៉ង់ដើម្បីជួបប្រជុំនៃថ្នាក់រដ្ឋមន្ត្រីការពារជាតិនៃប្រទេសសម្ព័ន្ធមិត្តគាំទ្រអ៊ុយក្រែនចំនួន50ប្រទេសប្រព្រឹត្តទៅនៅលើទឹកដីអាល្លឺម៉ង់ថ្ងៃទី21មេសានេះវត្តមាននេះហើយដែលធ្វើឲ្យរដ្ឋាភិបាលអ៊ុយក្រែនមានទឹកចិត្តក្នុងការតស៊ូដើម្បីសេរីភាពប្រឆាំងនឹងការឈ្លានពានរបស់មហាអំណាចរុស្ស៊ីវត្តមានរបស់លោក Jens Stoltenberg ពិតណាស់ជះឥទ្ធិពលខ្លាំងណាស់នៅលើសមរភូមិនៃទឹកដីអ៊ុយក្រែនទាំងមូលជាពិសេសគឺតម្លៃការទូតនិងតម្លៃយោធាខ្ពស់បំផុតសម្រាប់ NATO ផងនិងសម្រាប់ប្រជាជនអ៊ុយក្រែនផងវាបានបង្ហាញយ៉ាងច្បាស់អំពីទំនាក់ទំនងកាន់តែស៊ីជម្រៅនិងការជួយគ្រប់ជ្រុងជ្រោយកាន់តែស៊ីជម្រៅរបស់អង្គការយោធា NATO ដែលជាអង្គការយោធាដ៏ធំបំផុតនៅអឺរ៉ុបនេះតើវត្តមានរបស់លោក Jens Stoltenberg មេដឹកនាំ NATO នៅអ៊ុយក្រែនអាចទាញប្រតិកម្មអ្វីខ្លះពីទីក្រុងមូស្គូជាការពិតវត្តមានរបស់លោក Jens Stoltenberg អគ្គលេខាធិការយោធា NATO ពិតជាមានប្រតិកម្មចេញពីវិមានក្រំឡាំងចេញពីទីក្រុងមូស្គូទីក្រុងមូស្គូប្រឆាំងដាច់ខាតចំពោះការធ្វើឲ្យអ៊ុយក្រែនក្លាយជាសមាជិក NATO ទៅថ្ងៃអនាគតទីក្រុងមូស្គូប្រឆាំងដាច់ខាតការដែល NATO លូកដៃចូលពាក់ព័ន្ធសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនជាពិសេសទីក្រុងមូស្គូប្រឆាំងវត្តមានរបស់ទ័ព NATO បើមាននៅលើទឹកដីអ៊ុយក្រែនវាជាពំរួចទេដែលប្រតិកម្មចេញពីទីក្រុងមូស្គូនឹងកើតមានចំពោះវត្តមានរបស់លោក Jens Stoltenberg ទីក្រុងមូស្គូតែងតែប្រតិកម្មចំពោះវត្តមានទាំងឡាយណារបស់មេដឹកនាំប្រចាំប្រទេសនិងសម្ព័ន្ធមិត្តរបស់សហរដ្ឋអាមេរិកដែលមានវត្តមាននៅលើទឹកដីនៃប្រទេសអ៊ុយក្រែនជាពិសេសគឺជួបជាមួយលោក Volodymyr Zelensky មេដឹកនាំនៃប្រទេសអ៊ុយក្រែននៅទីក្រុងគីវដូច្នេះវត្តមានរបស់លោក Jens Stoltenberg នឹងមានប្រតិកម្មយ៉ាងខ្លាំងពីក្រុងមូស្គូប៉ុន្តែក្រុងមូស្គូដឹងខ្លួនឯងថាពេលនេះក្រុម NATO លូកដៃកាន់តែស៊ីជម្រៅហើយចំពោះសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនអ្នកជំនាញខ្លះមើលឃើញថាពេលវេលានេះគឺសមតែទីក្រុងមូស្គូវាយប្រហារមិនត្រឹមតែទៅលើទឹកដីនៃប្រទេសអ៊ុយក្រែននោះទេគឺត្រូវវាយប្រហារទៅលើទឹកដីនៃប្រទេសសមាជិក NATO ទៀតផងព្រោះប្រទេសសមាជិក NATO ទាំងអស់ជាពិសេសគឺប្រទេសដែលមានព្រំដែនជាប់នឹងអ៊ុយក្រែននិងរុស្ស៊ីដូចជាលីទុយយ៉ានីឡាត្វីអេស្តូនីប៉ូឡូញប៊ុលហ្គារីរូម៉ានីអាល្លឺម៉ង់ជាដើមសុទ្ធតែបញ្ជូនសព្វាវុធធុនធ្ងន់ទៅឲ្យអ៊ុយក្រែនដូច្នេះការដែលសមាជិក NATO បញ្ជូនសព្វាវុធធុនធ្ងន់ទៅឲ្យអ៊ុយក្រែននេះហើយចំពេលដែលលោក Jens Stoltenberg មានវត្តមាននៅទីក្រុងគីវផងវាពុំមែនជារឿងចៃដន្យនោះទេវាពិតណាស់ចេតនារបស់ក្រុម NATO និងមេដឹកនាំ NATO នេះបង្ហាញសញ្ញាប្រាប់ទៅទីក្រុងមូស្គូថា NATO ចូលពាក់ព័ន្ធដល់កម្រិតខ្ពស់បំផុតហើយនៃសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនអ្នកនាំពាក្យសម្រាប់វិមានក្រំឡាំងតែងតែប្រតិកម្មចំពោះសព្វាវុធរបស់ NATO ដែលដឹកទៅឲ្យអ៊ុយក្រែនឥឡូវនេះនៅពេលដែលវត្តមានរបស់លោក Jens Stoltenberg ទៀតនេះគឺមូស្គូពិតជាឆ្លើយដោយប្រតិកម្មជាពំរួចនោះទេ
អ្វីដែលមូស្គូប្រតិកម្មនោះគឺបារម្ភខ្លាចតែទីបំផុត NATO សម្រេចទទួលយកអ៊ុយក្រែនជាសមាជិករបស់ខ្លួនដែលរុស្ស៊ីបង្កសង្គ្រាមលុកលុយអ៊ុយក្រែនដោយសារតែរឿងអ៊ុយក្រែនដាក់ពាក្យសុំចូលសមាជិក NATO តាំងពីឆ្នាំ2008មកនោះនេះជាហេតុផលមួយផងដែររបស់រុស្ស៊ីតែការពិតអ្នកជំនាញមើលឃើញថារុស្ស៊ីដែលលើកទ័ពលុកលុយឈ្លានពានអ៊ុយក្រែននេះអាចមានកត្តាច្រើនទៀតនៅពីក្រោយក្រុងមូស្គូមានដូចជាការលេបត្របាក់ទឹកដីរបស់អ៊ុយក្រែនមួយចំហៀងប្រទេសឲ្យទៅនៅក្នុងដែនដីរបស់រុស្ស៊ីដូចជារុស្ស៊ីយកឧបទ្វីបគ្រីមៀបាននៅឆ្នាំ2014កត្តាមួយទៀតនោះរុស្ស៊ីដែលលើកទ័ពលុកលុយអ៊ុយក្រែនមកដល់ពេលនេះគឺមានផែនការចង់បញ្ចប់របបរបស់លោកសេឡិនស្គីចង់បញ្ចប់ការដឹកនាំរបស់លោកសេឡិនស្គីដែលរុស្ស៊ីចោទថាជាមេដឹកនាំអាយ៉ងពួកបច្ចឹមប្រទេសទីក្រុងមូស្គូចង់បញ្ចប់ការដឹកនាំរបស់លោកសេឡិនស្គីនេះដើម្បីលើកបន្ទប់រដ្ឋាភិបាលដែលរុស្ស៊ីបង្កើតឡើងក្រោយការផ្ដួលរំលំរដ្ឋាភិបាលរបស់លោកសេឡិនស្គីប៉ុន្តែជារឿងអាក្រក់ទៅវិញទេដែលរុស្ស៊ីមកដល់ពេលនេះលើកទ័ពលុកលុយឈ្លានពានអ៊ុយក្រែនឈានដល់ខែទី14ហើយនោះនៅតែពុំសម្រេចបានផែនការរបស់ខ្លួននោះទេសូម្បីតែទឹកដីនៅភាគខាងកើតប្រទេសក៏រុស្ស៊ីពុំទាន់សម្រេចបានតាមយុទ្ធសាស្ត្ររបស់ខ្លួននោះទេនេះជាលើកដំបូងហើយដែលមេដឹកនាំ NATO រូបនេះមានវត្តមាននៅលើទឹកដីអ៊ុយក្រែនតើលោកមើលឃើញអ្វីខ្លះដែលអ៊ុយក្រែនត្រូវការពី NATO ហើយ NATO ត្រូវការអ្វីខ្លះពីអ៊ុយក្រែនវត្តមានរបស់លោកអគ្គលេខាធិការ Jens Stoltenberg នៅលើទឹកដីអ៊ុយក្រែនជាដំបូងយើងអាចនិយាយបានថាវាជាការផ្ដល់ផលប្រយោជន៍និងសារៈសំខាន់បំផុតសម្រាប់ប្រជាជនអ៊ុយក្រែននិងរដ្ឋាភិបាលរបស់លោក Zelensky ជាពិសេសគឺកងទ័ពប្រទេសអ៊ុយក្រែនដែលពុះពៀធ្វើសង្គ្រាមការពារទឹកដីរបស់ខ្លួននេះជាការចង់បានបំផុតរបស់អ៊ុយក្រែនការចង់បានរបស់អ៊ុយក្រែនគឺកម្លាំងទ័ពរបស់ NATO ចូលកាន់តែស៊ីជម្រៅកាន់តែខ្លាំងឡើងនៅក្នុងការធ្វើសង្គ្រាមរបស់អ៊ុយក្រែនប្រឆាំងនឹងការឈ្លានពានរបស់រុស្ស៊ីការចង់បានរបស់អ៊ុយក្រែនគឺពិតណាស់អាវុធយុទ្ធភ័ណ្ឌគ្រប់យ៉ាងទាំងអស់ដែលអ៊ុយក្រែនចង់បានពីសមាជិក NATO ដើម្បីយកមកធ្វើសង្គ្រាមការពារទឹកដីរបស់ខ្លួនការចង់បានរបស់អ៊ុយក្រែនគឺពិតណាស់ចង់ឲ្យ NATO ជាសម្ព័ន្ធភាពដៃគូមិនអាចខ្វះបាននៅអឺរ៉ុបការចង់បានរបស់អ៊ុយក្រែនមួយទៀតនោះគឺចង់បានអ៊ុយក្រែនក្លាយជាសមាជិក NATO ឲ្យបានឆាប់បំផុតតាមដែលអាចធ្វើទៅបានការចង់បានរបស់លោក Zelensky ក៏ដូចជាអ៊ុយក្រែននេះគឺចង់ឃើញ NATO អន្តរាគមន៍មិនត្រឹមតែសភាវុធនោះទេសូម្បីតែទ័ពរបស់ NATO ក៏អ៊ុយក្រែនត្រូវការពី NATO ផងដែរនិយាយពី NATO ចង់បានអ្វីពីអ៊ុយក្រែននោះគឺ NATO ចង់ការពារសិទ្ធិសេរីភាពប្រជាធិបតេយ្យនិងដែនដីរបស់អ៊ុយក្រែន NATO ចង់បានពីអ៊ុយក្រែននោះគឺភាពរឹងមាំនិងការឈ្នះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទីបំផុតបើអ៊ុយក្រែនឈ្នះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីគឺ NATO នឹងយកអ៊ុយក្រែនជាសមាជិករបស់ខ្លួននេះអាចជាចំហមួយរបស់មេដឹកនាំ NATO ដែលបញ្ជូនលោក Jens Stoltenberg អគ្គលេខាធិការ NATO ទៅបង្ហាញខ្លួននៅទីក្រុងគីវនិងជួបប្រធានាធិបតីអ៊ុយក្រែន Volodymyr Zelensky អ្វីដែលវត្តមានរបស់លោក Jens Stoltenberg នៅទីក្រុងគីវនេះគឺលោក Jens Stoltenberg នឹងយកសេចក្តីអំពាវនាវនិងសេចក្តីត្រូវការរបស់លោក Zelensky ទៅចូលរួមកិច្ចប្រជុំនៅឯកិច្ចប្រជុំនៃប្រទេសសម្ព័ន្ធភាពអ៊ុយក្រែនដែលប្រព្រឹត្តទៅនៅលើទឹកដីអាល្លឺម៉ង់នៅថ្ងៃទី21មេសានេះក៏ជាផ្នែកមួយផងដែរតើរំពឹងថាអ៊ុយក្រែនក្លាយជាសមាជិក NATO នៅថ្ងៃអនាគតដែរឬទេបើនិយាយពីអ៊ុយក្រែនដែលគេរំពឹងថាវាអាចក្លាយទៅជាសមាជិករបស់អង្គការ NATO ទំនងមិនងាយនោះទេមកដល់ពេលនេះប្រទេសដែលគាំទ្រអ៊ុយក្រែនជាសមាជិក NATO ភាគច្រើនជាប្រទេសដែលអតីតសហភាពសូវៀតជាប្រទេសដែលជាសម្ព័ន្ធភាពជាមួយនឹងសហភាពសូវៀតប្រទេសជាង10ប្រទេសនេះត្រូវការឲ្យអ៊ុយក្រែនជាសមាជិករបស់ NATO ដើម្បីជារនាំងការពារដល់ប្រទេសរបស់ពួកគេផងដែរប៉ុន្តែប្រទេសមួយចំនួនដូចយើងដឹងហើយថាអ៊ុយក្រែនសុំជាសមាជិក NATO តាំងពីឆ្នាំ2008មកនោះប្រទេសមួយចំនួនស្ទាក់ស្ទើរមិនចង់ឲ្យអ៊ុយក្រែនជាសមាជិក NATO នោះទេ
ជាពិសេសគឺប្រទេសដែលខ្លោបខ្លាចរុស្ស៊ីដូចជាហុងគ្រីជាដើមហុងគ្រីជាប្រទេសជាប់នឹងអ៊ុយក្រែនប៉ុន្តែមេដឹកនាំរបស់ប្រទេសនេះត្រូវបានមើលឃើញថានៅតែមានចំណងស្អិតរមួតមេត្រីភាពជាមួយនឹងប្រធានាធិបតីរុស្ស៊ីវ្លាឌីមៀពូទីនហើយតែងតែជំទាស់ការដាក់ទណ្ឌកម្មរបស់ពួកបច្ចឹមប្រទេសនិងសហភាពអឺរ៉ុបតែងតែប្រឆាំងនឹងការបញ្ជូនសព្វាវុធទៅឲ្យអ៊ុយក្រែនប្រទេសខ្លះមិនចង់ឲ្យអ៊ុយក្រែនក្លាយជាសមាជិក NATO គឺប្រទេសទាំងនោះបារម្ភអំពីការមិនចេះចាប់នៃសង្គ្រាមនៅលើទឹកដីអ៊ុយក្រែនតែយ៉ាងណាតាមការបដិញ្ញារបស់លោក Jens Stoltenberg បានបញ្ជាក់ថាការយកអ៊ុយក្រែនជាសមាជិក NATO ទោះបីជាលំបាកក៏ដោយវាអាចនឹងទៅរួចនៅថ្ងៃអនាគតលោក Jens Stoltenberg បានថ្លែងថានៅពេលដែលបិទបញ្ចប់សង្គ្រាមជាមួយនឹងការដែលអ៊ុយក្រែនឈ្នះសង្គ្រាមឈ្លានពានរបស់រុស្ស៊ីគឺ NATO ត្រូវតែរួមគ្នាជាធ្លុងមួយប្រកាន់ចំហតែមួយយកអ៊ុយក្រែនជាសមាជិករបស់ NATO អ្នកជំនាញផ្នែកយោធាមើលឃើញថាបើអ៊ុយក្រែនក្លាយជាសមាជិក NATO តាំងពីឆ្នាំ2008មកឬក៏មុនការឈ្លានពានរបស់រុស្ស៊ីថ្ងៃទី24កុម្ភៈឆ្នាំ2022ម្លេះអ៊ុយក្រែនមិនធ្លាក់ក្នុងសង្គ្រាមឈ្លានពានរបស់រុស្ស៊ីមកដល់ពេលនេះទេ